ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Spark Over នៅវគ្គនេះដែរគឺយើងនឹងលើកយកប្រធានបទមួយដែលក្រុមចំណងជើងថាបច្ចេកវិទ្យា Digital បានបង្កើតបទពិសោធន៍ថ្មីសម្រាប់វិស័យធនធានមនុស្សចំពោះប្រធានបទនេះដែរយើងក៏បានអញ្ជើញយកក្នុងកិត្តិយសរបស់យើងដែលគាត់មកពីធុរកិច្ចថ្មីមួយដែលមានឈ្មោះថា B1 Platform អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងជួបជាមួយគាត់ទាំងអស់គ្នាវាសួរបងបាទសួរបាទអញ្ចឹងជាដំបូងបងអាចជួយណែនាំខ្លួនបងបន្តិចបានទេក៏ដូចជាបងអាចនិយាយសង្ខេបខ្លីៗអំពី startup របស់បងបានទេបងបាទអូខេបាទគ្រាសួរខ្ញុំបាទពូរិនជានាយកប្រតិបត្តិនៃក្រុមហ៊ុន B1 Platform បាទ B1 Platform គឺកើតចេញពីការ start នៅ idea មួយដែលយើងមើលឃើញថានៅសម័យ COVID គឺមានបញ្ហាលើការគ្រប់គ្រងឬក៏ការ remote ទៅលើការគ្រប់គ្រងបុគ្គលិកទៅតាមក្រុមហ៊ុនអញ្ចឹងយើងមើលឃើញបញ្ហាហ្នឹងក៏យើងនឹកឃើញថាអូខេយើងជាក្រុមហ៊ុនបច្ចេកវិទ្យាយើងគួរតែអាចបង្កើតនៅបច្ចេកវិទ្យាមួយដែលដើម្បីដោះស្រាយទៅលើបញ្ហានៃការគ្រប់គ្រងធនធានមនុស្សក្នុងកំឡុងពេលហ្នឹងអញ្ចឹងក៏យើងចាប់ដើម build ជា team ហើយ build ជា product នឹងឡើងហើយយើងក៏អាច release ចេញនៅឆ្នាំ2020 21និង22រយៈពេលនឹងយើងមានជា client ប្រើប្រាស់ហើយអញ្ចឹងalong the way យើងធ្វើផងយើងរៀនផងទទួលបទពិសោធន៍ពីអតិថិជនយើងផងអញ្ចឹងរហូតមកដល់ពេលនេះគឺយើងមានបទពិសោធន៍ច្រើនជាពិសេសproductរបស់យើងគឺយើងអាច flexible បានច្រើនទៅដើម្បីជួយដោះស្រាយបញ្ហាទៅលើការគ្រប់គ្រងធនធានមនុស្សទៅតាមក្រុមហ៊ុនរបស់អតិថិជនរបស់យើងបាទចង់សួរតបងទៀតថាតើមុនដំបូងមកអស់ដែលបងបង្កើតចាប់ផ្ដើម B1 Platform ហ្នឹងនៅក្នុងឆ្នាំណាដែរបងមុនដំបូងដែលយើងចាប់ផ្ដើម Kickstart idea ទៅវិញម្ដងបាទបើនិយាយពីជាគំនិតវិញទៀតពិតយើងចង់ធ្វើបច្ចេកវិទ្យាហ្នឹងតាំងពីមុន COVID ប៉ុន្តែវាអត់ទាន់មានជាគេថាជា proof ជាអំណះអំណាងណាដែលមើលឃើញថាវាជាចំណុចពិសេសដែលអាចជួយដោះស្រាយបានអញ្ចឹងនៅពេលកំឡុងពេល COVID យើងមើលឃើញបញ្ហាកាន់តែច្បាស់គឺក្រុមហ៊ុនគឺអាចមកធ្វើការបានឯបុគ្គលិកគឺអាចក្រុមហ៊ុនខ្លះតម្រូវឲ្យធ្វើការពីផ្ទះមកក្រុមហ៊ុនខ្លះទៀតមកក៏ត្រូវដាច់ដល់ឡែកដែរអញ្ចឹងយើងមើលឃើញថាអូខេបើសិនជាមានបញ្ហាហ្នឹងយើងមានជា system ឬក៏ជា digital platform ដែលអាចជួយដោះស្រាយបញ្ហាទោះបីជាគាត់អត់មកធ្វើការនៅ office តែយើងអាច control អាចគ្រប់គ្រងគាត់បានវាជាដំណោះស្រាយមួយដែលល្អសម្រាប់យើងនៅពេលហ្នឹងអញ្ចឹងវាជាឱកាសដែលយើងមើលឃើញជា opportunity ក៏យើង build វាឡើងមកដល់បាទអរគុណច្រើនបងសម្រាប់ចម្លើយអញ្ចឹងជាសំណួរបន្តទៀតចង់សួរបងដែរថាដោយសារតែផ្អែកទៅលើបទពិសោធន៍របស់បងផ្ទាល់នៅក្នុងវិស័យនេះរៀងយូរដែរហើយចង់សួរបងថាមុនពេលដែលបច្ចេកវិទ្យា Digital ហ្នឹងចូលជាធាតុផ្សំនៅក្នុងវិស័យធនធានមនុស្សតើបងមើលឃើញបញ្ហាគេខ្លះដែរបងបាទបើយើងនិយាយអំពីការគ្រប់គ្រងវិញខ្ញុំនិយាយពីករណីដែលយើងអត់មានបច្ចេកវិទ្យាគេពិតតាំងពីដើមរៀងមកគឺអត់មានបច្ចេកវិទ្យាការគ្រប់គ្រងគឺយើងពឹងផ្អែកទៅលើធនធានមនុស្សជាក់ស្ដែងលើថ្នាក់ដឹកនាំអញ្ចឹងវានៅតែអាចធ្វើបានប៉ុន្តែវានឹងជួបបញ្ហាដូចជាគាត់នឹងមាន limit ក្នុងការគ្រប់គ្រងពួកមនុស្សម្នាក់មិនអាចគ្រប់គ្រងមើលឲ្យដិតដល់រាប់រយនាក់បានល្អទេអញ្ចឹងវាច្បាស់ជាមានចំណុចខ្វះខាតច្រើនអញ្ចឹងប៉ុន្តែវានៅតែអាច process បានប៉ុន្តែវាពិបាកក្នុងការ scale ពិបាកក្នុងការពង្រីកខ្លួនអញ្ចឹងបើសិនជាក្នុងករណីយើងអត់មានប្រើជា digital ឬក៏ជាប្រព័ន្ធ system ដើម្បីគ្រប់គ្រងទេដើម្បីឲ្យក្រុមហ៊ុនមួយអាច grow រីកចម្រើនបានវាជារឿងលំបាកវាអាចកើតបានប៉ុន្តែវាយឺតហើយវាលំបាកអញ្ចឹងបើសិនជាគាត់អាចបត់បែនឬក៏ផ្លាស់ប្ដូរមកប្រើជា digital នោះការ scale ឬក៏ការរីករូតលាស់របស់គាត់កាន់តែលឿនពោះបច្ចេកវិទ្យាគឺចូលមកដើម្បីដោះស្រាយបញ្ហាកាត់បន្ថយនៅកម្លាំងពលកម្មបង្កើននៅល្បឿនហើយធ្វើឲ្យពេលវេលា achievement កាន់តែខ្ពស់បាទនៅពេលហ្នឹងដែរតើបងគិតថាបញ្ហាអីដែលធំបំផុតចំពោះម្ចាស់អាជីវកម្មឬក៏សហគ្រាសដែលគាត់ជួបនៅពេលដែលគាត់អត់ទាន់បានផ្លាស់ប្ដូរចូល digital អញ្ចឹងណាបាទសម្រាប់ខ្ញុំលើកពី case ខ្លះក្រុមហ៊ុនខ្លះមើលទៅគាត់តម្រូវឲ្យប្រើប្រាស់ digital ដើម្បីដោះស្រាយបញ្ហាធនធានមនុស្សក្រុមហ៊ុនខ្លះទៀតគឺអត់ចាំបាច់ទេខ្ញុំលើកឧទាហរណ៍ក្នុង case ដែលវាចាំបាច់case ដែលចាំបាច់គឺនៅពេលដែលគាត់មានភាពស្មុគស្មាញមានបញ្ហាច្រើនក្នុងការគ្រប់គ្រងទៅលើបុគ្គលិកហើយអាចនឹងមានចំនួនមានអញ្ចឹងណាអញ្ចឹងចង់គឺគាត់គួរតែផ្លាស់ប្ដូរដោយប្រើប្រាស់បច្ចេកវិទ្យាព្រោះអីពេលដែលគាត់ប្រើបច្ចេកវិទ្យាអ្នកដែលនៅកណ្ដាលគឺជាបច្ចេកវិទ្យាអញ្ចឹងពេលមានបញ្ហាកាត់ឡើងគឺគាត់អាចទៅបន្ទោសបានខ្ញុំឧទាហរណ៍ case ជាក់ស្ដែងមួយបើសិនជាក្រុមហ៊ុនយើងមានបញ្ហារឿងបុគ្គលិកគាត់មកចេញចូលធ្វើការយឺត
ចឹងបើសិនជាយើងឲ្យមនុស្សទៅគ្រប់គ្រងអាចមានចំនួនពួកគាត់នឹងទៅចាប់កំហុសហើយអ្នកដែលគាត់ត្រូវបានគេចាប់កំហុសគាត់នឹងមានអារម្មណ៍ថាគាត់មកយឺតែម្ដងឬក៏ពីរដងហើយមិនបានចាប់កំហុសគាត់អញ្ចឹងហើយទូទៅគាត់មកតន់ពេលអញ្ចឹងណាអានឹងចំមិនចង់វាអាចមានបញ្ហានឹងប៉ុន្តែបើសិនជាគាត់ផ្លាស់ប្ដូរដោយដាក់បច្ចេកវិទ្យានៅកណ្ដាលមានន័យថាពេលដែលគាត់មកយឺតបច្ចេកវិទ្យាអាចដឹងថាគាត់មកយឺតទីផលថាគាត់យឺតអញ្ចឹងគាត់មកយឺតគឺគាត់ដឹងថាយឺតឯគោបច្ចេកវិទ្យាជាអ្នកកំណត់មិនមែនជាមនុស្សជាអ្នកគាត់ប្រែអញ្ចឹងគាត់អាចទៅឆ្លោះអីបានទេហើយអ្នកគ្រប់គ្រងឬក៏អ្នកដែលកាន់ទៅលើផ្នែកហ្នឹងក៏គាត់អត់មានបញ្ហាប្រឈមជាមួយបុគ្គលិកដែលមានបញ្ហាហ្នឹងអញ្ចឹងក៏វាអាចជួយកាត់បន្ថយបញ្ហាហ្នឹងដែរបាទហើយបើសិនជាក្នុងករណីថាក្រុមហ៊ុនដែលគាត់ផ្ដោតទៅលើ productivity ទៀតគាត់ត្រូវតែប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងធនធានមនុស្សព្រោះបើអត់ប្រយ័ត្នប្រយែងទេវាធ្វើឲ្យពេលវេលាuser result ហ្នឹងវាបានតិចហើយការងាររបស់គាត់អត់រលូនអញ្ចឹងបើសិនជាគាត់ផ្ដោតទៅលើ productivity គាត់គួរតែមាន system ដើម្បីគ្រប់គ្រងធនធានមនុស្សបានល្អបាទតែបើសិនជាគាត់ជាក្រុមហ៊ុនតូច start up ទេអត់ចាំបាច់ទេព្រោះការគ្រប់គ្រងដោយ manager ឬក៏ដោយ owner ម្នាក់ពីរនាក់គឺគ្រប់គ្រាន់ណាស់បាទអរគុណបងសម្រាប់ចម្លើយយ៉ាងក្បោះក្បាយមែនតើនេះតកតងជាមួយនឹងយើងឃើញយើងបានសិក្សាអំពី main problem ហើយយើងបាន apply ទៅ digital platform ដើម្បីដោះស្រាយវាតាមថែមទៀតចឹងណាបងបាទជាសំណួរបន្តទៀតចង់សួរបងថាតើហេតុអ្វីបានជាក្រុមហ៊ុនសពថ្ងៃសម្រាប់ម្ចាស់អាជីវកម្មឬក៏សហគ្រាសគាត់គួរគិតទៅលើការប្រើប្រាស់ទៅលើ digital ដើម្បីគ្រប់គ្រងបុគ្គលិករបស់គាត់តើវាផ្ដល់ភាពងាយស្រួលទីខ្លះដល់ម្ចាស់សហគ្រាសក៏ដូចជាបុគ្គលិកស្គាល់ខ្លួនតែម្ដងបាទសម្រាប់បច្ចេកវិទ្យាបើសិនជាគាត់ apply ត្រូវគឺជួយបានច្រើនបាទជួយទីមួយគឺជួយធ្វើឲ្យការគ្រប់គ្រងទាំងពេលវេលាទាំងធនធានគឺវាល្អវាធ្វើឲ្យការអនុវត្តការងាររបស់បុគ្គលិកសមស្របទៅតាមពេលវេលាគាត់ជាក់ស្ដែងបាទហើយចំណុចទី2គឺតាក់ទងជាមួយនឹងទិន្នន័យព្រោះយើងជាម្ចាស់អាជីវកម្មឬក៏យើងជាអ្នកគ្រប់គ្រងយើងត្រូវការទិន្នន័យច្បាស់លាស់ដើម្បីមើលទៅលើគុណភាពការងារមើលទៅលើ productivity អញ្ចឹងបើសិនជាយើងអត់មានប្រើជា system ទេគឺចំគាត់ត្រូវការឲ្យបុគ្គលិកឬក៏ថ្នាក់ដឹកនាំនៅក្រុមបង្គាប់ហ្នឹងគាត់ត្រាអញ្ចឹងវាមានផលលំបាកបាទបើសិនជាមនុស្សច្រើនទៀតហើយតែពិបាកគាត់ត្រូវការស្រង់យកទិន្នន័យមកប្រមូលចេញជារបាយការណ៍តាមខ្លួនឲ្យពិបាកក្នុងការយកមកវិភាគអញ្ចឹងបើសិនជាគាត់អាចប្រើប្រាស់បច្ចេកវិទ្យាគឺចំណុចទាំងអស់នេះគឺបច្ចេកវិទ្យាជួយគាត់បាទគាត់អត់ចាំបាច់ទៅធ្វើផ្ទាល់គាត់អត់ចាំបាច់ចុះទៅប្រមូលទិន្នន័យមករៀបជា report ទេគឺគ្រាន់តែបុគ្គលិកគាត់ប្រើប្រាស់បច្ចេកវិទ្យាទៅតាមsystem ទៅតាម flow ទៅគឺទិន្នន័យវារត់មករកអ្នកគ្រប់គ្រងផ្ទាល់តែម្ដងវាធ្វើឲ្យគាត់ចំណេញពេលវេលាចង់មើលពេលណាមើលពេលហ្នឹងបាទអញ្ចឹងអាចវិភាគទិន្នន័យបានលឿនអាចបង្ការបញ្ហាបានលឿនបាទអញ្ចឹងតាមរយៈបងបានអធិប្បាយបែបនេះគឺយើងបានឃើញថាបច្ចេកវិទ្យា digital បានជួយដោះស្រាយទៅលើបញ្ហាជាច្រើនមែនទែនជាពិសេសហ្នឹងគឺការគ្រប់គ្រងធនធានមនុស្សដែលឡែកយើងក៏ចំណេញពេលវេលាក្នុងការគ្រប់គ្រងផងដែរយើងអាចក្តោបទិន្នន័យមួយនៅក្នុងដៃហើយយើងអាចធ្វើអីផ្សេងបានថែមទៀតទៅលើជាមួយនឹងបច្ចេកវិទ្យាឬក៏ហៅថាបច្ចេកវិទ្យា digital អញ្ចឹងជាសំណួរបន្តទៀតខ្ញុំចង់សួរតបងនៅពេលដែលយើងផ្លាស់ប្ដូរភ្លាមអញ្ចឹងកាលពីមុនយើងបានដឹងដូចថាបច្ចេកវិទ្យាតាក់ទងជាមួយនឹងបច្ចេកវិទ្យាយើងអត់ទាន់ apply ទៅលើតាក់ទងជាមួយនឹងវិស័យធនធានមនុស្សច្រើនទេអញ្ចឹងនៅពេលដែលផ្លាស់ប្ដូរទម្លាប់ភ្លាមហ្នឹងតើម្ចាស់អាជីវកម្មឬក៏ម្ចាស់សហគ្រាសគាត់ជួបបញ្ហាអីគេដែរបាទជាទូទៅការប្រើប្រាស់ឬក៏ apply បច្ចេកវិទ្យាចូលទៅក្នុងក្រុមហ៊ុនវាមានឱកាសនៃការបរាជ័យផងនិងឱកាសនៃការជោគជ័យផងប៉ុន្តែកត្តាដែលយើងត្រូវប្រុងប្រយ័ត្នគឺនៅពេលដែលយើង apply បច្ចេកវិទ្យាចូលទៅក្នុងក្រុមហ៊ុនចង់គឺត្រូវជួបបញ្ហាមួយគឺបុគ្គលិកគាត់អត់សូវ certify ឬក៏យើងនិយាយថាអត់សូវសប្បាយចិត្តព្រោះបច្ចេកវិទ្យាវាធ្វើឲ្យការងារគាត់មើលទៅរៀង strict ចង់ណាសូម្បីចូល office ក៏ត្រូវការមានការកត់ត្រាដោយ system ចេញពី office ក៏ត្រូវការមានការកត់ត្រាមកយឺតក៏ត្រូវតែsystem ដឹងអញ្ចឹងវាធ្វើឲ្យបុគ្គលិកគាត់មានអារម្មណ៍ថាមានសម្ពាធអញ្ចឹងបើសិនជាក្នុងករណីក្រុមហ៊ុនខ្លះគាត់ចង់ថាអ្នកគ្រប់គ្រងឬក៏អ្នកដែលគាត់ apply បច្ចេកវិទ្យាចូលហ្នឹងគាត់អត់ផ្ដោតឬក៏អត់ឃើញគុណតម្លៃនៃ system នៅនាពេលខាងមុខទេគាត់អាចនឹងបរាជ័យព្រោះដោយសារតែមានការ complain ចេញពីបុគ្គលិកអំពីការប្រើប្រាស់បច្ចេកវិទ្យាទៅធ្វើឲ្យការងារគាត់ slow ធ្វើឲ្យការងារគាត់រាំងស្ទះក្នុងពេលណាមួយអញ្ចឹងណាអញ្ចឹងជាទូទៅការប្រើប្រាស់បច្ចេកវិទ្យាវាច្បាស់ជាជួបបញ្ហានៅពេលដំបូងព្រោះមនុស្សហើយនឹងបច្ចេកវិទ្យាថ្មីវាធ្វើឲ្យគាត់ត្រូវការចំណាយពេលរៀនត្រូវការចំណាយពេល adapt ខ្លួនទៅតាមបច្ចេកវិទ្យាហ្នឹងហើយនៅពេលដែលគាត់អាចប្រើប្រាស់វា adapt បានល្អហើយវាទៅជាបង្កើនល្បឿនវិញអ
ចឹងបើសិនជាក្នុងករណីដែលម្ចាស់អាជីវកម្មខ្លះគាត់ផ្ដោតទៅលើគេហៅមតិយោបល់បុគ្គលិកដែលគាត់អត់មើលឃើញគុណតម្លៃនៃបច្ចេកវិទ្យាទេគាត់អាចងាយនឹងបោះបង់ប៉ុន្តែបើសិនជាម្ចាស់អាជីវកម្មខ្លះទៀតគឺគាត់មានទស្សនវិស័យវែងឆ្ងាយគាត់ជឿជាក់ថាបច្ចេកវិទ្យាឬក៏គាត់ជាមនុស្សម្នាក់ដែលគាត់ធ្លាប់ប្រើបច្ចេកវិទ្យាពីមុនណាគាត់អត់ទៅវាតម្លៃតាមបុគ្គលិកទេគឺគាត់ជាក់ច្បាស់ថាអូខេបច្ចេកវិទ្យាអាចជួយដោះស្រាយគាត់បានគាត់ track អញ្ចឹងនៅពេលដែលគាត់ព្យាយាមឲ្យបុគ្គលិកប្រើប្រាស់យូរទៅគាត់នឹងមើលឃើញគុណតម្លៃបាទព្រោះគាត់ថារបស់ដែលថ្មីគឺវាតែងតែមានបញ្ហាប៉ុន្តែនៅពេលដែលគាត់ strong ម្ចាស់អាជីវកម្មគាត់ឈរលើចំហមួយទៅមុំថាអូខេគាត់ជឿទៅលើបច្ចេកវិទ្យានោះគាត់អាចនឹងប្រើប្រាស់វាបានតែបើសិនជាគាត់អត់ជឿទេគាត់ងាយនឹងបោះបង់ព្រោះជាទូទៅការដាក់បច្ចេកវិទ្យាចូលក្រុមហ៊ុនអាចនឹងបរាជ័យដែរបើសិនជាអ្នកដែលជាម្ចាស់អាជីវកម្មហ្នឹងគាត់អត់ត្រាស់ទៅលើបច្ចេកវិទ្យាទេគាត់ងាយនឹងបោះបង់បងដែរជួប case តាក់ទងជាមួយនឹងដាក់ពេលដែលយើង apply digital ទៅជួបបរាជ័យទេបងមានបាទបងអាចជួយលើកឧទាហរណ៍បានទេឧទាហរណ៍ខ្ញុំឧទាហរណ៍ថាករណីដែលវាបរាជ័យជាទូទៅគឺម្ចាស់អាជីវកម្មគាត់អត់ត្រាស់លើបច្ចេកវិទ្យាដូចនៅ case ខ្ញុំនិយាយមានអញ្ចឹងដោយសារអីម្ចាស់អាជីវកម្មខ្លះគាត់គ្រាន់តែឮគេថាអូខេបច្ចេកពេលដាក់បច្ចេកវិទ្យាទៅធ្វើឲ្យក្រុមហ៊ុនគាត់រីកចម្រើនដាក់បច្ចេកវិទ្យាទៅធ្វើឲ្យក្រុមហ៊ុនគាត់មានមើលទៅ modern ទាន់សម័យជាងមុនអញ្ចឹងណាធៀបពិតយើងដាក់បច្ចេកវិទ្យាដើម្បីចូលទៅដោះស្រាយបញ្ហាណាមួយដែលយើងចង់ដោះស្រាយក្នុងក្រុមហ៊ុនយើងមិនមែនតែចេះតែដាក់ទេព្រោះបើយើងចេះតែដាក់យើងអាចជ្រើសបច្ចេកវិទ្យាខុសកាលណាជ្រើសបច្ចេកវិទ្យាខុសគឺវាអត់ជោគជ័យទេតែបើសិនជាគាត់មើលឃើញពីបញ្ហានៅក្នុងក្រុមហ៊ុនគាត់ច្បាស់គាត់ជ្រើសរើសនៅបច្ចេកវិទ្យាមួយដែល fit ទៅជាមួយនឹងបញ្ហារបស់គាត់ដោះស្រាយបានអានឹងគឺវាធ្វើឲ្យក្រុមហ៊ុនគាត់រីកចម្រើនប៉ុន្តែករណីបរាជ័យដែលខ្ញុំលើកមកអញ្ចឹងគឺលុះត្រាណាតែគាត់អត់ដឹងពីបញ្ហារបស់ក្រុមហ៊ុនគាត់ទេគាត់គ្រាន់តែចង់ដាក់ដើម្បីឲ្យមើលដឹងថាតើពេលដាក់បច្ចេកវិទ្យាទៅវាយ៉ាងម៉េចអញ្ចឹងវាមិនមែនជាករណីដែលគាត់ចង់បានអត្ថប្រយោជន៍ឬគាត់គ្រាន់តែចង់សាករួមអញ្ចឹងឱកាសបរាជ័យមានច្រើនក្នុងករណីបែបហ្នឹងបាទបងអរគុណច្រើនយើងបានដឹងអំពីថាមូលហេតុអីបានដែលនៅពេលដែលយើងដាក់ digital ចូលទៅក្នុងអាជីវកម្មរបស់គាត់ទៅធ្វើឲ្យបរាជ័យដូច្នេះហើយតាមរយៈបទពិសោធន៍របស់បងផ្ទាល់ហើយណាមួយបងជា startup មួយដែលយើងធ្វើតាក់ទងជាមួយនឹងខាងធនធានមនុស្សផងដែរតែអីទៅជាដំណោះស្រាយឬក៏ជាkey motivate ដែលឲ្យម្ចាស់អាជីវកម្មឲ្យគាត់បានសាកល្បងនៅក្នុងការប្រើប្រាស់ទៅលើ digital ទៅលើក្រុមហ៊ុនឬក៏សហគ្រាសរបស់គាត់ដែរបងបាទតាក់ទងនឹងចំណុចហ្នឹងបើក្នុងនាមខ្ញុំជាសូម្បីតែខ្ញុំជាអ្នក develop software ជាក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីឲ្យយើងអាចទទួលបានអត្ថប្រយោជន៍ឬក៏អាចប្រើប្រាស់វាបានយើងទីមួយគឺយើងមើលដឹងពីបញ្ហារបស់យើងបាទថាតើយើងចង់យកបច្ចេកវិទ្យាទៅដោះស្រាយអីអាហ្នឹងគឺជាចំណុចស្នូលហ្មងបើយើងមើលអត់ដឹងទេគឺងាយនឹងបរាជ័យចំណុចទី2តាក់ទងជាមួយនឹងនៅពេលដែលយើងជាមនុស្សបើមិនជាយើងចង់គ្រប់គ្រងមនុស្សឲ្យច្រើនណាតើយើងចេះបាយភិកតើទៅមិនអាចគ្រប់គ្រងបានច្រើនប៉ុន្តែគេពិតជាក់ស្ដែងវាមិនអាចអញ្ចឹងបើមិនជាយើងចង់ឲ្យការគ្រប់គ្រងរបស់យើងបានធំទូលំទូលាយក្រុមហ៊ុនយើងគឺធ្វើដើម្បីមាន plan ដើម្បីវា grow ធំអញ្ចឹងយើងអាចគ្រាន់តែប្រើប្រាស់ធនធានមនុស្សទៅគ្រប់គ្រងមនុស្សគឺយើងត្រូវការប្រើបច្ចេកវិទ្យាដើម្បីកាត់បន្ថយនៅresource របស់យើងតែយើងអាចកដោបប្រើបានទូលំទូលាយគូ system វាអត់សម្រាប់មនុស្សត្រូវការសម្រាប់តែ system អត់ត្រូវការសម្រាប់អញ្ចឹងវាអាចគ្រប់គ្រងអាចជួយដោះស្រាយបញ្ហារបស់យើងបានច្រើនអញ្ចឹងបើសិនជាចេះប្រើប្រាស់បច្ចេកវិទ្យាបានល្អក្រុមហ៊ុនយើងងាយស្រួលក្នុងការ scale ងាយស្រួលក្នុងការ grow បាទអញ្ចឹងបើសិនជាយើងប្រើនៅក្នុងផ្នែកគ្រប់គ្រងទៀតមានន័យថាអាចប្រើបច្ចេកវិទ្យាដើម្បីគ្រប់គ្រងមនុស្សអញ្ចឹងនៅពេលដែលយើងបន្ថែមមនុស្សគឺងាយស្រួលក្នុងការបន្ថែមចិត្តក្រុមហ៊ុនយើងវាងាយស្រួលក្នុងការ scale តែបើសិនជាយើងអត់ប្រើបច្ចេកវិទ្យាទេគ្រាន់តែយើងចង់ថែមមនុស្សត្រូវបន្ថែមអ្នកគ្រប់គ្រងបាទថែមឧទាហរណ៍បច្ចុប្បន្នយើងមាន50នាក់យើងមានអ្នកគ្រប់គ្រង5នាក់អញ្ចឹងចង់ថែម50នាក់ទៀតត្រូវការអ្នកគ្រប់គ្រង5នាក់បន្ថែមទៀតទៅត្រូវបើតាម logic តែបើសិនជាគាត់ប្រើបច្ចេកវិទ្យាមានថាមនុស្ស5នាក់នេះគឺចង់ថែមប៉ុន្មានទៀតទៅបានដែរឲ្យតែយើងមាន system ត្រឹមត្រូវគឺមនុស្ស5នាក់ហ្នឹងអាចគ្រប់គ្រងមនុស្សរាប់ពាន់នាក់បាទអរគុណច្រើនបងអញ្ចឹងយើងបានដឹងថាdigital ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយមិនថាវិស័យធនធានមនុស្សគឺវិស័យច្រើនមែនតើប៉ុន្តែនៅក្នុងថ្ងៃនេះគឺយើងចង់លើកយកវិស័យធនធានមនុស្សដូច្នេះហើយចង់សួរទៅបងទៀតថាតកតងជាមួយនឹង digital នេះដែរបើសិនជានៅក្នុងអនាគតទៅពី perspective របស់បងតើបងយល់ឃើញយ៉ាងម៉េចដែរបើសិនជាយើងប្រើប្រាស់
បច្ចេកវិទ្យា digital ខ្លាំងពេកទៅលើការគ្រប់គ្រងបុគ្គលិកក៏ដូចជាការតាក់ទងជាមួយនឹង information ផ្សេងៗនៅក្នុងលក្ខខណ្ឌដែលយើងប្រើប្រាស់ខ្លាំងពេកតើវានឹងផ្ដល់នៅហានិភ័យអីគេខ្លះដែរ បាទសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាមានថាយើងប្រើមិននិយាយខ្លាំងពេកហ្នឹងអត់តន់ចាប់ច្បាស់ប៉ុន្តែខ្ញុំអាចលើកយកករណីមួយមានន័យថាបើសិនជាយើងប្រើបច្ចេកវិទ្យាយើងអត់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើវាច្បាស់លាស់ទេយើងគ្រាន់តែប្រើដើម្បីឲ្យវា modern ឬក៏ប្រើដើម្បីឲ្យវាគ្រាន់តែជួយដោះស្រាយទៅលើចំណុចណាមួយព្រោះជាទូទៅនៅពេលដែលយើងធ្វើអីមួយយើងត្រូវដឹងពីអនាគតទៅតែអញ្ចឹងនៅពេលយើងប្រើបច្ចេកវិទ្យាបើសិនជាយើងអត់ដឹងថានៅពេលដែលយើងប្រើក្នុងរយៈពេលប៉ុណ្ណឹងវាអាចផ្ដល់អត្ថប្រយោជន៍អីមកហើយយើងយករបស់ហ្នឹងទៅធ្វើអីបន្ថែមទៀតអញ្ចឹងវាធ្វើឲ្យមានបញ្ហាតន់ពេលយើងប្រើយូរទៅយើងមើលថាអត់ឃើញគុណនឹងបច្ចេកវិទ្យាប៉ុន្តែបើសិនជាយើងដឹងអំពី reason ច្បាស់លាស់នេះនឹងដំណាក់កាលនៃការប្រើខ្ញុំឧទាហរណ៍ថាអូខេនៅពេលដែលខ្ញុំចាប់ផ្ដើមប្រើបច្ចេកវិទ្យាគឺនៅពេលដែលបុគ្គលិកខ្ញុំកើនទៅដល់ចំណុចមួយដែលខ្ញុំពិបាកក្នុងការគ្រប់គ្រងអញ្ចឹងខ្ញុំត្រូវការបច្ចេកវិទ្យាដើម្បីជួយ scale ក្នុងការគ្រប់គ្រងរបស់ខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំប្រើបច្ចេកវិទ្យាហើយខ្ញុំអាច scale បានវាអាចនឹងជួបបញ្ហាខ្លះប៉ុន្តែវានៅតែអាចដោះស្រាយបានបាទអញ្ចឹងនៅពេលដែលដល់ដំណាក់កាលមួយអូខេយើងត្រូវដឹងថាអូខេតើបច្ចេកវិទ្យាហ្នឹងវាអាចជួយអីបន្តទៀតដើម្បីយើងអាច flock ទៅពីមួយដំណាក់ទៅមួយដំណាក់ទៀតខ្ញុំនឹងត្រូវការអូខេយកទិន្នន័យដើម្បីយកមកវិភាគអញ្ចឹងបើសិនជាយើងអត់មានបច្ចេកវិទ្យាទេគឺយើងត្រូវការកត់ត្រាអញ្ចឹងសួរថាតើការកត់ត្រាឬក៏ការប្រមូលព័ត៌មានរបស់យើងបានទូលំទូលាយអត់បើសិនជាយើងអត់មានបច្ចេកវិទ្យាយើងមានពិបាកអញ្ចឹងបើសិនជាខ្ញុំអាចមានបច្ចេកវិទ្យាហើយមានទិន្នន័យខ្ញុំប្រើមករាប់ឆ្នាំខ្ញុំអាចយកវាមកវិភាគដើម្បីមើលអំពីគុណអត្ថប្រយោជន៍ដែលត្រូវយកទៅប្រើដើម្បី scale ទៅមកដំណាក់កាលទៀតអានេះគឺជាអត្ថប្រយោជន៍តែបើសិនជាយើងអត់បានគិតទៅដល់ចំណុចអស់ហ្នឹងទេយើងគ្រាន់តែប្រើដើម្បីឲ្យតែមានចង់ថាឲ្យតែមាន system ឲ្យតែមើលទៅលយអញ្ចឹងទាំងយូរទី1ឆ្នាំយើងលុះគេហៅ motivation ឬក៏passion ដែលយើងចង់ប្រើបច្ចេកវិទ្យាគឺយើងមើលមិនអត់ឃើញតម្លៃយើងគិតថាវាអត់មានអត្ថប្រយោជន៍ទេអាហ្នឹងគឺយើងប្រើដោយចាស់ថាងប់ងល់អត់បានយល់ពីអត្ថប្រយោជន៍ឬក៏ដំណាក់កាលនៃការប្រើបច្ចេកវិទ្យាតើបងយល់ឃើញយ៉ាងណាដែរចំពោះបច្ចេកវិទ្យា digital ទៅលើវិស័យធនធានមនុស្សនៅប្រទេសកម្ពុជាបងគិតថាការប្រើប្រាស់នៅវិស័យ digital មានច្រើននៅឬក៏នៅមានកម្រិតនៅក្នុងកម្រិតណាដែរមកបាទបើតាមជាក់ស្ដែងព័ត៌មានដែលខ្ញុំទទួលបានទាំងពីការ contact មកក្រុមហ៊ុនឬក៏យើងមើលទៅលើក្រុមហ៊ុនផ្សេងៗទៀតហើយខ្ញុំគិតថា digital system គ្រប់គ្រងធនធានមនុស្សតាមរយៈ digital នេះវានៅមាន limit នៅឡើយឯងព្រោះអីវាយើងបើតាមទិន្នន័យដែលយើងប្រមូលបានមកគឺពីច្រើនអ្នកដែលគាត់ប្រើ digital ទីច្រើននៅក្នុងក្រុងទៀតអញ្ចឹងសួរថា24ខែទៀត24ខែឬក៏ក្រុងផ្សេងៗទៀតគាត់អត់តន់ដឹងកន្លែងនោះឬក៏យ៉ាងម៉េចអញ្ចឹងមានថាវានៅមាន limit នៅឡើយនៅមួយផ្នែកទូចនៅឡើយឯងនៅមួយផ្នែកធំទៀតដែលគាត់អត់តន់ដឹងឬក៏គាត់អត់តន់ធ្លាប់ឃើញឬក៏អត់តន់ដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់អញ្ចឹងខ្ញុំគិតថាវានៅ limit មួយដែលតូចនៅឡើយទេបាទហើយជាក់ស្ដែងបទពិសោធន៍ឬក៏និយាយថាការចំណេះដឹងក្នុងការប្រើ technology នៅស្រុកយើងក៏វាអត់ទាន់ទូលំទូលាយបានដែរគឺយើងប្រើតាមរយៈបទពិសោធន៍មួយក៏ទីថាពីដើមឡើយគឺអ្នកដែលធ្វើឲ្យយើងចាប់អារម្មណ៍បច្ចេកវិទ្យាជាងគេគឺ Facebook ចប់ពី Facebook មកមានចូល YouTube ចប់ពី YouTube អូខេឥឡូវក្នុងសម័យ COVID បង្រៀនយើងឲ្យចេះប្រើបច្ចេកវិទ្យាតាក់ទងជាមួយនឹងការកម្មង់មហូបហ៊ានទិញហ៊ានចំណាយនៅលើ system ចឹងទៅបាទអានេះគឺវាឆ្លងកាត់តាមរយៈបទពិសោធន៍អញ្ចឹងវាអាចនឹងទៅមុខទៀតវានឹងធ្វើឲ្យបទពិសោធន៍នឹងកាន់តែរីកធំអញ្ចឹងបច្ចេកវិទ្យាកាន់តែទូលំទូលាយជាងនឹងបាទប៉ុន្តែខ្ញុំយល់ថាបច្ចុប្បន្នវានៅតែជាចំណុចមួយនៅតូចនៅឡើយទៀតសម្រាប់បងគិតថាដំណោះស្រាយអីដែលយើងគួរតែ apply នៅក្នុងបញ្ហាមួយនេះបងបានលើកឡើងវិញថាបច្ចេកវិទ្យា digital យើងអាចនិយាយបានថានៅមានកម្រិតដែលយើងប្រើប្រាស់នៅក្នុងវិស័យធនធានមនុស្សសម្រាប់បងផ្ទាល់បងនៅក្នុងវិស័យហ្នឹងស្រាប់អញ្ចឹងជាបងតាមមានអីជាដំណោះស្រាយដែរនៅក្នុងការឲ្យប្រជាជនឬក៏ឲ្យម្ចាស់សហគ្រាសគាត់ងាកមកប្របតាក់ទងជាមួយនឹង digital solution មួយនេះបាទអូខេអញ្ចឹងខ្ញុំសូមលើកពី
ពីចំណុចមួយដែលខ្ញុំយល់ថាវាជាបញ្ហាដែលធ្វើឲ្យប្រជាជនយើងឬក៏ជាម្ចាស់អាជីវកម្មនៅក្នុងស្រុកយើងអត់ទាន់ងាកមកប្រើ system ដើម្បីគ្រប់គ្រងឬក៏ឲ្យវាបានទូលំទូលាយបច្ចុប្បន្នបើតាមដែលអ្វីដែលខ្ញុំមើលជាគំនិតរបស់ខ្ញុំខ្ញុំយល់ថាទីមួយពាក់ព័ន្ធជាមួយនឹងតម្លៃបាទការប្រើប្រាស់បច្ចេកវិទ្យានៅស្រុកយើងវានៅថ្លៃនៅឡើយមានកន្លែងខ្លះក៏ត្រូវការចំណាយច្រើនដើម្បីប្រើប្រាស់អញ្ចឹងដើម្បីឲ្យម្ចាស់អាជីវកម្មឬក៏អ្នកចង់ថាអ្នកជាម្ចាស់ក្រុមហ៊ុនឬក៏ជាអ្នករកស៊ីនៅស្រុកយើងឲ្យគាត់អាចចាប់ផ្ដើមហ៊ាន try ជាមួយបច្ចេកវិទ្យាលុះត្រាណាតែយើងអាច develop software ហ្នឹងរហូតដល់យើងអាចឲ្យគាត់ចំណាយតិចតែអាចប្រើប្រាស់បានដើម្បីឲ្យគាត់មាន experience ក្នុងការប្រើប្រាស់ system ជាដំណោះស្រាយទៅធ្វើម៉េចឲ្យតម្លៃក្នុងការប្រើប្រាស់ system ឲ្យវាមានតម្លៃមួយដែលសមរម្យសម្រាប់អ្នកដែលគាត់មានអាជីវកម្មទាំងណាធំណាតូចអាចប្រើប្រាស់បានហ្នឹងទើបគាត់ហ៊ានចាប់ដើមប្រើប្រាស់បាទចំណុចទី2តាក់ទងជាមួយនឹងចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យាមួយអញ្ចឹងយើងត្រូវតែឲ្យគាត់អាចមើលដឹងថាអូខេដើម្បីបើគាត់ចង់ប្រើប្រាស់បច្ចេកវិទ្យាមួយហ្នឹងតើពេលដែលគាត់យកទៅប្រើប្រាស់វាបានថាប្រយោជន៍អីវាដោះស្រាយលើបញ្ហាអីបាទនៅក្នុងអាជីវកម្មរបស់គាត់អញ្ចឹងនៅពេលដែលគាត់មើលឃើញកន្លែងហ្នឹងក៏វាជាចំណុចមួយដែលតាក់ទាញអាចឲ្យគាត់ហ៊ាន try សាកល្បងដើម្បីគាត់មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាបានដែរអញ្ចឹងខ្ញុំមើលឃើញថាពីចំណុចនេះគឺជាចំណុចប្រឈមដែលជាចំណុចរាំងស្ទះដែលធ្វើឲ្យម្ចាស់អាជីវកម្មទាំងធំទាំងតូចនៅស្រុកខ្មែរយើងគាត់អត់ទាន់ឈានចូលទៅចាប់ផ្ដើមមកគឺ apply បច្ចេកវិទ្យាចូលទៅតែម្ដងនេះវាអាចជាចំណុចរាំងស្ទះមួយដែរជាពិសេសគឺតម្លៃព្រោះពីច្រើនពេលដែលខ្ញុំជួបខ្ញុំ check មើលទៅលើ contact អតិថិជនខ្ញុំមកគាត់ចាប់ផ្ដើមសួរមុនគេគឺតម្លៃទាំងតែអត់ទាន់ដឹងថាតើបច្ចេកវិទ្យានេះវាមានអីខ្លះដោះស្រាយបញ្ហាខ្លះហើយអញ្ចឹងអាហ្នឹងគឺជាចំណុចស្នូលមួយដែលខ្ញុំយល់ថាជាចំណុចរាំងស្ទះដើម្បីឲ្យអ្នកប្រើប្រាស់បច្ចេកវិទ្យាឲ្យវាមានភាពទូលំទូលាយជាងមុនណាជាពិសេសក្នុងការគ្រប់គ្រងទុនធានមនុស្សតែម្ដងបាទអរគុណបងអញ្ចឹងតាក់ទងជាមួយនឹងចម្លើយរបស់បងវិញយើងបានបើយើងជាសង្ខេបជារួមទៅគឺភាពរាំងស្ទះតាក់ទងជាមួយនឹងភាពរាំងស្ទះដែរគឺយើងមានពីរតាក់ទងជាមួយតម្លៃក៏ដូចជាចំណេះដឹងបាទអញ្ចឹងពីបងផ្ទាល់តាក់ទងជាមួយតម្លៃចង់សួរតបងថាអីទៅជាដំណោះស្រាយរបស់បងដែលបងបានផ្ដល់ទៅកាន់អតិថិជនអូខេបាទពាក់ព័ន្ធជាមួយនឹងចំណុចនេះដើម្បីដោះស្រាយបច្ចុប្បន្នគឺខាងក្រុមហ៊ុនរបស់យើងបានព្យាយាមវាស់វែងយើងត្រូវចំណាយក្នុងការ develop ច្រើនអញ្ចឹងតម្លៃវាចាប់ដើមមកវាហើយប៉ុន្តែបច្ចុប្បន្នយើងមើលឃើញថាអូខេនៅពេលដែលយើងអាចបែងចែកឬក៏រៀបចំដំណោះស្រាយដែលត្រឹមត្រូវយើងអាចផ្ដល់ជូននៅដំណោះស្រាយដែលសមរម្យមួយដែលឲ្យអតិថិជនខ្ញុំឧទាហរណ៍ថាអូខេគាត់ទៅ start ទេអញ្ចឹងដើម្បីឲ្យគាត់អាចប្រើប្រាស់ system បានយើងអាចបែងចែកថាអូខេការ start up របស់គាត់ចំណុចណាដែលជាចំណុច snow របស់គាត់ជាចំណុចសំខាន់ដែលគាត់ត្រូវប្រើអញ្ចឹងយើងរៀបចំធ្វើម៉េចទំហំតូចដែលអាចសមស្របទៅជាមួយអាជីវកម្មរបស់គាត់ហើយអញ្ចឹងការចំណាយក៏វាតិចដែរបាទអញ្ចឹងវាធ្វើឲ្យតម្លៃដែលយើងអាចឲ្យគាត់ប្រើប្រាស់វាអាចធ្វើទៅបានមានថាយើងរៀបចំតាមកញ្ចប់តម្លៃទៅតាមຂະຫນាត់ឬក៏ទៅតាមបញ្ហាបរិយាជនត្រឹមត្រូវខ្ញុំជឿថាតម្លៃគឺយើងអាច offer ឲ្យគាត់ធ្វើម៉េចឲ្យគាត់អាចងាយសាកល្បងបាទជាចំណុចដែលយើងនោះរៀបចំធ្វើម៉េចឲ្យគាត់អាចមើលឃើញហ៊ានប្រើប្រាស់ហើយមួយទៀតគឺយើងរៀបចំធ្វើម៉េចឲ្យគាត់មានទំនុកចិត្តក្នុងការប្រើប្រាស់ព្រោះអីទោះបីជាតម្លៃទាបឬក៏ខ្ពស់ក៏ដោយបើមិនជាយើងអត់ជឿជាក់ឬក៏យើងអត់អាចឲ្យគាត់មើលហ៊ានសាកល្បងទេគឺនៅតែជាប្រភពនៃបញ្ហាអញ្ចឹងយើងនឹងរៀបចំធ្វើម៉េចឲ្យគាត់អាចប្រើប្រាស់បានពេលមានទំនុកចិត្តទើបគាត់ត្រូវការចំណាយយើងនឹងរៀបចំបែបហ្នឹងបាទបងបើយើងកលែកទៅលើចំណេះដឹងវិញចុះបើសិនជាគាត់អត់សូវមានចំណេះដឹងខាងបច្ចេកវិទ្យានឹងទេហើយគាត់ចង់ចាប់យក digital ហ្នឹងទៅ apply ទៅលើអាជីវកម្មគាត់ខ្លាំងមែនតើគាត់គួរធ្វើម៉េចទៅបច្ចុប្បន្នងាយស្រួលទេអត់លំបាកឯពលិសាតែពេលដែលគាត់ឧទាហរណ៍គាត់ចង់ប្រើប្រាស់សេវាកម្មខាង BHR តាក់ទងជាមួយនឹងខាងគ្រប់គ្រងបុគ្គលិកបើសិនជាគាត់អត់មានបទពិសោធន៍ពីមុនមកទេយើងមានក្រុមការងារជួយបង្ហាត់បង្ហាញជួយប្រាប់អំពីអ្វីដែលគាត់គួរតែធ្វើអ្វីដែលគាត់គួរតែប្រើប្រាស់ព្រោះជាទូទៅខាងក្រុមហ៊ុនយើងនៅពេលដែលយើងចាប់ដើមតំណែងក្នុងមួយអតិថិជនយើងចង់ដឹងមុនគេគឺអ្វីជាបញ្ហាប្រឈមនៅកន្លែងគាត់ហ
ហើយដើម្បីដោះស្រាយបញ្ហាប្រឈមហ្នឹងនៅក្នុង system យើងមានចំណុចណាដែលអាចជួយដោះស្រាយគាត់បានអញ្ចឹងយើងជួយ consult គាត់ហើយដើម្បីបញ្ហាយើង set up ទៅតាមបញ្ហារបស់គាត់ហើយជួយ support គាត់នៅកំឡុងពេលដែលគាត់ប្រើប្រាស់ហើយតាមបទពិសោធន៍ក្នុងការប្រើប្រាស់ system របស់យើងចំណាយពេលតែមួយថ្ងៃឯងមានន័យថាគាត់ផ្ដល់គាត់រៀបប្រមូលព័ត៌មានឲ្យយើងត្រឹមតែ2ម៉ោងមកយើងយកមក set up បន្តមកណាត់គាត់តែ1ម៉ោងទៀតដើម្បី train ប្រើយកតែម្ដងបងអាចចែករំលែក cache ហ្នឹងមួយបានទេអាចថាអាចចែករំលែក cache ដែលបងជួបជាក់ស្ដែងហើយបងប្រើប្រាស់វិធីសាស្ត្រហ្នឹងដូចថាវិញមួយថ្ងៃតែបងដើម្បីឲ្យគាត់ងាយក្នុងការចាប់យក digital បាទជាទូទៅការប្រើប្រាស់ system វាមើលទៅវាស្មុគស្មាញប៉ុន្តែនៅពេលដែលយើងដឹងអំពីបញ្ហារបស់គាត់យើង set up ទៅតាមដំណោះស្រាយទៅលើបញ្ហាមួយអញ្ចឹងពេលដែលយើងនិយាយអំពីដំណោះស្រាយគាត់ច្បាស់ជាឆាប់ចាប់បានព្រោះវាជាបញ្ហាដែលគាត់កំពុងតែជួបអញ្ចឹងយើងប្រាប់ដំណោះស្រាយទៅងាយស្រួលគាត់ឆាប់ចាប់បានបាទ system យើងធំប៉ុន្តែនៅពេលដែលយើង set up គឺយើងធ្វើឲ្យ simplify យើងធ្វើឲ្យដោះស្រាយបញ្ហារបស់គាត់មួយនឹងហើយដល់ពេលគាត់ដោះស្រាយបញ្ហាហ្នឹងហើយគាត់ច្បាស់ជាមានតម្រូវការបន្ថែមអញ្ចឹងគាត់ប្រាប់ពីតម្រូវការបន្ថែមមកយើង update បន្ថែមឲ្យបានបាទអញ្ចឹងជាធម្មតានៃការធ្វើអីមួយគឺត្រូវការ step by step អញ្ចឹងនៅពេលដែលប្រើប្រាស់ប្រព័ន្ធ system ក៏ត្រូវការ step by step ដែរគឺអាចចាប់ផ្ដើមមកធ្វើទាំងអស់ឬក៏ត្រូវតែចេះទាំងអស់ឬក៏ត្រូវតែរៀនទាំងអស់ហើយគឺយើងដោះស្រាយពីចំណុចសំខាន់ដល់ពេលដែលគាត់ដោះស្រាយចំណុចសំខាន់ហើយវាត្រូវចូលមក step ទៀតណាជាតម្រូវការបន្តទៀតអញ្ចឹងបន្ថែមរហូតដល់គាត់កាយ complete set ក្នុងការគ្រប់គ្រងតែម្ដងបាទអញ្ចឹងអានេះគឺជារបៀបរបបនៃការធ្វើការងារជំនាញអតិថិជនរបស់យើងបាទតែបើសិនជាយើង expect ថាអូខេឲ្យគាត់រៀនមួយថ្ងៃគាត់ចេះគ្រប់គ្រងទាំងអស់គឺអត់ទេជាទូទៅគឺគាត់ត្រូវការដោះស្រាយបញ្ហាសំខាន់មុនដោះស្រាយនឹងបានហើយបានគាត់ចាប់ផ្ដើមចាប់មកផ្នែកមកទៀតហើយយើងជួយ support គាត់ទៅតាម step ហ្នឹងដែរអរគុណបងសម្រាប់ចម្លើយអញ្ចឹងចង់សួរពី perspective របស់បងវិញបងបើសិនជាយើងសម័យទៅបន្តិចណាបើសិនជា3ទៅ4ឆ្នាំទៀតតើបងគិតថាបច្ចេកវិទ្យា digital វានឹងដើរដល់កម្រិតណាសម្រាប់វិស័យធនធានមនុស្សបាទបើសម្រាប់ខ្ញុំអាចនិយាយពីពេលបច្ចុប្បន្នហើយនឹងអនាគតបច្ចុប្បន្នខ្ញុំមើលឃើញថាបច្ចេកវិទ្យាមិនត្រឹមតែស្ដាប់តាមយើងទេគឺវានៅជួយវិភាគនិងណែនាំយើងបាទជាគេហៅថាជាដំណាក់កាលនៃការប្រើប្រាស់ AI ក្នុងការជួយវិភាគហើយនឹងឲ្យជាដំណោះស្រាយប៉ុន្តែនៅតែយើងជាអ្នកជ្រើសរើសបាទអញ្ចឹងសម្រាប់ទៅមុខទៀតខ្ញុំជឿថានឹងមានទៅដល់បច្ចេកវិទ្យានឹងអាចនឹងជួយដល់ក្នុងការដោះស្រាយអនុវត្តអីបន្ថែមបាទព្រោះបច្ចុប្បន្នយើងមើលឃើញថាការប្រើប្រាស់ system ឬក៏បច្ចេកវិទ្យាបូករួមជាមួយនឹង AI មួយផ្នែកខ្ញុំអាចនិយាយថាមួយផ្នែកតូចដល់ឡើយទាំងដែលបច្ចេកវិទ្យានៅស្រុកគេគឺវាទូលំទូលាយហើយគឺរៀងរាល់ការធ្វើអីមួយគឺសិនតែ AI machine learning វាធ្វើដោយខ្លួនឯងខ្ញុំឧទាហរណ៍ដូច case taxi អញ្ចឹងណាលែងមានមនុស្សតែការគិតការកណនាការធ្វើដំណើរគឺសិតតែប្រព័ន្ធ AI និងប្រព័ន្ធ technology វាធ្វើដោយខ្លួនវាបាទអញ្ចឹងសម្រាប់ស្រុកយើងគឺខ្ញុំជឿថាដោយសារតែយើងស្រុកយើងគឺខ្ញុំអាចនិយាយបានថា talent ក្នុងការរៀនបច្ចេកវិទ្យាមកត្រឹមតែរយៈពេល 4-5 ឆ្នាំយើងអាចឈានដល់កម្រិតដូចគេដូចឯងហើយអាចមកដល់ការប្រើប្រាស់ AI អញ្ចឹងខ្ញុំជឿថាតែត្រឹម 3-4 ឆ្នាំទៀតគឺបច្ចេកវិទ្យារបស់យើងកាន់តែទូលំទូលាយវាអាចនឹងប្រើប្រាស់ជាពិសេស AI ដើម្បីឲ្យវាធ្វើការងារមួយដែល independent បាទចំនួនមនុស្សបានតែនេះចាប់អារម្មណ៍មួយពេលបងនិយាយពីពាក្យថា AI ចំពោះ AI តើAI ហ្នឹងបងគិតថាវាល្អនៅពេលដែលយើងប្រើវានៅក្នុងការជាមួយ link ជាមួយនឹង system ដែលយើងគ្រប់គ្រងធនធានរបស់យើងហ្នឹងបាទសម្រាប់ខ្ញុំយល់ថាការប្រើប្រាស់ system នៅពេលដែលយើងយល់អំពីអ្វីដែលយើងចង់បានហើយនឹងអ្វីដែលយើងត្រូវធ្វើគឺវាតែងតែផ្ដល់អត្ថប្រយោជន៍ខ្ញុំឧទាហរណ៍មួយទៅមុខទៀតខ្ញុំ expect ថានឹងមាន AI ដែលវាអាចជួយប្រាប់អំពីទំនួលខុសត្រូវរបស់បុគ្គលិកម្នាក់អូខេខ្ញុំឧទាហរណ៍នៅក្នុងផ្នែកខ្ញុំជា CEO តើទំនួលខុសត្រូវខ្ញុំមានអីខ្លះហើយវានឹងជួយ support ថាគេអ្វីដែលខ្ញុំត្រូវធ្វើហើយនៅពេលដែលខ្ញុំធ្វើវានឹងជួយ track តើ progress របស់ខ្ញុំដល់ណាហើយបាទខ្ញុំឧទាហរណ៍ថាវាអាចនឹងជួយទៅដល់ការ set up ជា KPI ឲ្យបុគ្គលិកហើយឲ្យបុគ្គលិកគាត់ follow ទៅតាមនឹងហើយ update ជា progress មកវិញហើយវានឹងជួយវិភាគថាអូខេតើ result ឬក៏ការធ្វើការងាររបស់បុគ្គលិករបស់យើងហ្នឹង
គាត់ធ្វើបានល្អប៉ុណ្ណាគាត់មានចំណុចណាជាចំណុចខ្វះខាតអញ្ចឹងអស់ហ្នឹងឯង AI នឹងអាចជួយយើងបាននៅថ្ងៃមុខព្រោះពីមុនមកដើម្បីយកព័ត៌មានហ្នឹងឬក៏ដើម្បីវិភាគអាហ្នឹងចេញគឺត្រូវការកត់ត្រាចេញពីថ្នាក់ក្រោមរហូតមកដល់ថ្នាក់លើទៅមករៀបចំហើយយកមកវិភាគហ្នឹងគឺ base ទៅលើការគិតរបស់បុគ្គលិកម្នាក់ៗឬក៏ base ទៅតាមអ្នកគ្រប់គ្រងម្នាក់ៗទេបាទប៉ុន្តែទៅមុខទៀតគឺរបស់អស់ហ្នឹងគឺវាគួរតែ replace ដោយ AI មានថាវា AI បច្ចុប្បន្នមានសមត្ថភាពធ្វើដល់ហ្នឹងឯងគ្រាន់តែថាយើងអត់ទាន់អាចធ្វើវាឲ្យចេញជាលទ្ធផលភ្លាមៗបានទេតែរយៈពេលខ្ញុំជឿថាយ៉ាងយូរ2ទៅ3ឆ្នាំទៀតគឺមានអស់ហ្នឹងបាទ តើបងគិតថាក្នុងដំណាក់កាលណាដែល AI គាត់អាចចូលទៅក្នុងការជួយទៅលើវិស័យធនធានមនុស្សនឹងបានក្នុងដំណាក់កាលណាដែលបងគិតថាវាល្អបំផុតសម្រាប់AI ដើម្បីយើងប្រើប្រាស់វាអញ្ចឹងណាបងបាទខ្ញុំគិតថាចាប់ពីឥឡូវទៅព្រោះអីនៅស្រុកយើងគឺចាប់ដើមប្រើប្រាស់បច្ចេកវិទ្យារៀងច្រើនដែរអញ្ចឹងចំណេះដឹងជំនាញនិងបទពិសោធន៍វាក៏មានខ្លាំងដែរហើយក្នុងការប្រើប្រាស់ AI ជាទូទៅវាជាករណីមួយគឺមនុស្សអត់សូវ involve ហ្មងទេព្រោះអីបច្ចេកវិទ្យា AI វាឆ្លាតអញ្ចឹងនៅពេលដែលយើង build វាជា system ឬក៏ជា technology ការ involve របស់យើងតិចប៉ុន្តែវាអាចប្រមូលព័ត៌មានរបស់យើងបានច្រើនបាទអញ្ចឹងខ្ញុំជឿថានៅស្រុកយើងគឺងាយស្រួលក្នុងការadapt ជាមួយនឹងបច្ចេកវិទ្យាថ្មីអញ្ចឹងពីឥឡូវទៅគឺវាជាពេលវេលាមួយដែលសមរម្យហើយអញ្ចឹងបើសិនជាក្រុមហ៊ុនដែលគាត់ចាប់ដើមគិតពីបច្ចេកវិទ្យាគឺគាត់ត្រូវធ្វើសកម្មភាពពីឥឡូវទៅបាទយ៉ាងយូរ2ទៅ3ឆ្នាំទៀតគាត់អាចចេញជាបន្តថ្មីដែលវាមានចង់ថាមានសមត្ថភាពខ្ពស់ក្នុងការជួយដោះស្រាយបញ្ហារបស់ក្រុមហ៊ុនឬក៏របស់ប្រជាជនយើងបាទអូខេបងអរគុណច្រើនសម្រាប់ចម្លើយបងអញ្ចឹងជាសំណួរចុងក្រោយចង់ឲ្យបងសង្ខេបបានទេថាតើបច្ចេកវិទ្យា digital បាននឹងកំពុងផ្លាស់ប្ដូរនៅបទពិសោធន៍រវាងបុគ្គលិកនិងអ្នកគ្រប់គ្រងធនធានមនុស្សយ៉ាងអួយមកទៅបាទសរុបជារួមក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងធនធានមនុស្សវាជួយទី1គឺកាត់បន្ថយនៃការអនុវត្តផ្ទាល់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមអនុវត្តផ្ទាល់មានថាគឺជាការប្រមូលទិន្នន័យឬក៏ការធ្វើការកត់ត្រាទិន្នន័យនឹងអញ្ចឹងវាត្រូវបានជួយដោយប្រព័ន្ធដោយ technology ដោយ system បាទទី2គឺវាផ្ដល់ទិន្នន័យច្បាស់លាស់ដើម្បីឲ្យអ្នកគ្រប់គ្រងគាត់យកមកវិភាគក្នុងការវិតម្លៃទៅលើបុគ្គលិកថាបុគ្គលិកនឹងការងារល្អឬក៏មិនល្អដោយសារអីបាទអញ្ចឹងយើងមានទិន្នន័យច្បាស់លាស់មិនដូចសម័យមុនគឺវាអាស្រ័យទៅលើមាត់អ្នកគ្រប់គ្រងពីលើគាត់នឹងថាគេគាត់ធ្វើល្អឬមិនល្អពីអាស្រ័យលើមាត់បុគ្គលនឹងតែទីពិតវាអាចជាបញ្ហាដែរបើនៅពេលដែលយើងត្រាស់ទៅលើតែមាត់អ្នកគ្រប់គ្រងរបស់គាត់ណាបាទអញ្ចឹងចំណុចមួយទៀតគឺនៅពេលដែលយើងប្រើប្រាស់ system យើងអាចសន្សំ resource របស់យើងបានអាចសន្សំពេលវេលារបស់យើងបានច្រើនបាទព្រោះនៅពេលដែលយើងដោះស្រាយបញ្ហានឹង resource និងពេលវេលាអញ្ចឹងវាធ្វើឲ្យក្រុមហ៊ុនយើងងាយស្រួលក្នុងការ reach ក្នុងការ scale ឲ្យធំជាងមុនបាទបងមិញបានលើកឡើងជាច្រើនអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ digital នៅក្នុងវិស័យធនធានមនុស្សចុះបើសិនជាយើងប្រើប្រាស់បច្ចេកវិទ្យា digital ខ្លាំងពេកតើវាអាចមានផលប៉ះពាល់ទេចំពោះបុគ្គលិកដែលគាត់កំពុងតែបម្រើនៅក្នុងផ្នែកធនធានមនុស្សនឹងផ្ទាល់បាទវាអាចមានជាទូទៅបើសិនជាចំណុចដែលសំខាន់យើងមិនត្រូវយើងមិនគូគប្បីកុំប្រើប្រាស់បច្ចេកវិទ្យាជាអ្នកសម្រេចចិត្តរាល់ process រាល់អីទាំងអស់រាល់ការប្រមូលទិន្នន័យទាំងអស់គឺគួរធ្វើដោយបច្ចេកវិទ្យាប៉ុន្តែចំណុចដែលត្រូវសម្រេចចិត្តវាគួរតែជាមនុស្សព្រោះការសម្រេចចិត្តមួយគឺវារៀងខាងផ្លេចបន្តិចបាទខ្ញុំឧទាហរណ៍ថាយើងប្រើបច្ចេកវិទ្យាដើម្បីវិភាគបែងចែកទិន្នន័យប៉ុន្តែដល់ចំណុចមួយដែលយើងត្រូវវាតម្លៃថាបុគ្គលិកហ្នឹងគួរតែឡើងតំណែងឬក៏មិនគួរឡើងតំណែងខ្ញុំឧទាហរណ៍ខែចាក់ស្ដែងអញ្ចឹងណា specific អញ្ចឹងណាបើឲ្យ AI ទៅវាអាចខុសដែរព្រោះការសម្រេចចិត្តវាមិនផ្ដោតទៅលើតែទិន្នន័យច្បាស់ហើយវាត្រូវមើលទៅលើគេហៅចរិតលក្ខណៈឬក៏ប្រវត្តិពីមុនមកជួនកាលទិន្នន័យវាប្រមូលមកវាអត់យកមកទាំងអស់មកហើយការសម្រេចចិត្តមួយគឺវាសំខាន់នៅពេលដែលយើងឲ្យម៉ាស៊ីនជាអ្នកសម្រេចចិត្តវាធ្វើឲ្យអាចនឹងមានបញ្ហាច្រើនដែរបាទអញ្ចឹងចំណុច
ផ្សេងអាចឲ្យ system ឬក៏ digital បានប៉ុន្តែទៅលើការសម្រេចចិត្តមួយខ្ញុំគិតថាគួរជៀសវាងកុំឲ្យ AI ឬក៏ system ឬក៏ជាម៉ាស៊ីនជាអ្នកសម្រេចចិត្តបាទគួរតែយើងជាមនុស្សជាអ្នកសម្រេចចិត្តវិញចំពោះជាសារលើកទឹកចិត្តដល់ទស្សនិកជនរបស់យើងវិញបើសិនជាគាត់មានអារម្មណ៍ថាគាត់ចង់ចាប់យក digital តែគាត់រៀងភ័យខ្លាចក្នុងការចាប់យក digital ហើយចំពោះម្ចាស់អាជីវកម្មឬក៏ម្ចាស់សហគ្រាសផ្សេងទៀតគាត់ចង់ចាប់យក digital ប៉ុន្តែគាត់នៅតែខ្លាចអីទៅដែលជាបងអាចជាសារលើកទឹកចិត្តឲ្យពួកគាត់ថាយ៉ាងម៉េចដែរបាទជាទូទៅសម្រាប់ជាសារលើកទឹកចិត្តរបស់ខ្ញុំដោយសារតែចង់ថាពិភពលោកយើងឥឡូវគឺវាដើរទៅមុខដោយអាស្រ័យលើបច្ចេកវិទ្យាអញ្ចឹងបើសិនជាយើងគិតថាយើងអាចធ្វើអីមួយដែលអត់មានបច្ចេកវិទ្យាវារៀងហានិភ័យបន្តិចអញ្ចឹងជាសារលើកទឹកចិត្តនៅពេលដែលយើងចង់ធ្វើអីមួយដែលវាពាក់ព័ន្ធនឹង digital យើងអាច try សិនមានថាកុំដាក់វាទៅទាំងដុំគឺយើងអាចជាយាមសិក្សាស្វែងយល់ពីវាហើយអាសាលបងតិចម្ដងវាជាការល្អប៉ុន្តែបើសិនជាយើងអត់មានបទពិសោធន៍ក្នុងការប្រើប្រាស់digital ឬក៏បច្ចេកវិទ្យាទេកុំ invest ទៅដុំមានថាដាក់ input ទៅទាំងអស់គឺយើងអាចចាប់ផ្ដើមពីចំណុចណាមួយតូចដើម្បីយើងអាចមានបទពិសោធន៍ហើយយើងពង្រីកក្នុងការ scale បច្ចេកវិទ្យារបស់យើងនៅកន្លែងយើងឬក៏នៅក្នុងការងាររបស់យើងទៅអាហ្នឹងគឺជាសារលើកទឹកចិត្តប៉ុន្តែយើងអត់អាចជៀសបានទេទៅមុខគឺ digital វាដើរតួសំខាន់នៅក្នុងការរស់នៅរបស់មនុស្សយើងទាំងដល់បាទទាំងពេលគេងហើយនិងទាំងភ្នាក់ពីគេងគឺត្រូវតែភ្ជាប់ជាមួយនឹង digital ហើយបាទអញ្ចឹងអរគុណបងច្រើនមែនតើដែលបងបានចំណាយពេលវេលាមានតម្លៃហើយយើងសង្ឃឹមថាទស្សនិកជនដែលកំពុងតែទស្សនាហ្នឹងនឹងទទួលបាននៅបទពិសោធន៍ថ្មីប្លែកពីបង Pauline ហើយនៅក្នុងវីដេអូនេះដែរគឺយើងក៏ដល់ទីបញ្ចប់ដែរហើយអរគុណបងសម្រាប់ពេលវេលាដែលបងចំណាយពេលដើម្បីមកចែកចាយនៅក្នុងកម្មវិធី Spark Hour នេះផងដែរហើយជាចុងក្រោយក៏សូមអរគុណដល់អ្នកដែលកំពុងតែតាមដានទស្សនាទាំងអស់គ្នាដែលបានចំណាយពេលក្នុងការតាមដានកម្មវិធី Spark Hour របស់យើងផងដែរអញ្ចឹងនៅក្នុងវគ្គនេះដែរគឺយើងមានតែប៉ុណ្្នឹងគោរពជម្រាបលាបាទអរគុណ